เรายังចូលមកវីដេអូបន្ទាប់វីដេអូបន្ទាប់នេះយើងនឹង add ហោវាចូលនៅក្នុងសាប៊ីតហោរបស់ Windows Server របស់យើងហ្នឹងអូខេយើងចូលមកកាន់ Vim សួរ Mission Vim របស់យើងមកអូខេឥឡូវខ្ញុំបានតម្លើង Submit Agent នៅលើ Windows Server របស់យើងរួចហើយនៅលើ Windows Part 1របស់យើងមុនហ្នឹងបន្ទាប់មកយើងចូលមក add ហោនៅក្នុង Submit របស់យើងអូខេយើងចូលមកកន្លែង Data Collection យើងរកពី host ហើយយើងធ្វើការ create host បន្ទាប់មកយើងឈ្មោះរបស់យើងឈ្មោះរបស់យើងមុនហ្នឹងយើងគឺយើងបានដាក់ថា win.server 2025អូខេយើង create host ហ្នឹងនៅដល់វីដេអូទី1របស់យើងហ្នឹងបន្ទាប់មកយើងជ្រើសរើសយក template យើងចុច select នេះយើងរកមើលពី Windows by agent ស្រួលមកក្រោមនេះ Windows by agent Windows by Submit agent យើង click មកបន្ទាប់មកយើងចូលមកកន្លែង host group របស់យើង host group របស់យើងរកមើលពី Windows server បើសិនជាយើងអត់មានពី Windows server ហ្នឹងទេយើងទៅ create host ខ្លួនឯងយើងចូលមកកន្លែង template group host group ហ្នឹងយើងចូលមកយើង create ទៅវានឹងឃើញដូចបែបនេះខ្ញុំចុច click ទៅលើ Windows server អញ្ចឹងអាហ្នឹងគឺជាដូចជា folder group មួយទេយើងដាក់វាត្រូវតាមតម្រូវការរបស់យើងកុំឲ្យលោកឡំជាមួយពួកអស់នេះគ្រប់ហ្នឹងអូខេយើងចុច select លើ Windows server របស់យើងហ្នឹងមកបន្តមកទៀតយើង add interface របស់យើង IP របស់យើងហ្នឹង IP យើងជ្រើសរើសពី agent អូខេតោះមកយើងចូលទៅកាន់ Windows server របស់យើង search រកមើល IP របស់យើងដែល computer យើងចាំហ្នឹងឧទាហរណ៍ថានេះ IP របស់ខ្ញុំទទួលបានគឺ192.168.140.139វិជា network ត្រូវតែស្ថិតនៅក្នុង rank ដូចគ្នាវិជាម្ដងទៀតnetwork ត្រូវស្ថិតនៅក្នុង rank ដូចគ្នា YouTube ក៏នៅក្នុង rank ហ្នឹង network ដូចគ្នាហ្នឹងហើយ Windows server ក៏ស្ថិតនៅក្នុង network rank ដូចគ្នាដែរអូខេយើងដាក់ IP នេះចុះ192.168.140.136 37 39 អូខេ 39 ហ្នឹងតោះមកយើងហើយមុនហ្នឹងយើងមិន create host create secure វា add PSK ហ្នឹងយើងចូលកន្លែង encrypt key នេះមកចូលមកហើយយើងរកវាមិនបងយើងមិន tick យកពាក្យហ្នឹងទៅ install នៅលើ Windows server យើង install ហ្នឹង tick ហ្នឹងហើយយើងដោះ tick អញ្ចឹងយកពាក្យ key នេះហើយដាក់ pass មកនេះយើងខ្មែរអញ្ចឹងហើយ key ដែលយើងបានតុកហ្នឹងតុកណៃណា key ហ្នឹងនេះ key យើងនេះដែលយើងបានដាក់ហ្នឹងអាហ្នឹងវាជា secure មួយដែរដល់មកយើងធ្វើការ add នឹងឃើញរូបដូចបែបនេះអូខេឥឡូវយើងមើលទៅដូចជា starter enable ហើយ agent គឺអូខេបន្តមកយើងចូលមកកន្លែង monitor វាមើលកន្លែង host នេះ available នេះគឺវាមានហើយយុទ្ធនាការជាងពណ៌បៃតងแบบហ្នឹងគឺមានថាយុទ្ធនាការហើយយើងអាចចុចមក click លើនេះហើយអាចមើល dashboard បញ្ហា data graphic អីហ្នឹងអាចធីមហ្នឹងតាមអ្វីដែលយើងចង់មើលបែបហ្នឹងតែជាក់ស្ដែងគេយើងមើលបានតែបញ្ហាលើ dashboard problem data graphic នេះទេយើងមើលនៅកន្លែងផ្ទៀងខាងឆ្នាំបាយនេះក៏បានដែរយើងចូលមក dashboard នេះវាអត់ទាន់ sync គ្នាទេចាំមើលមួយសន្ទុះទៀតសិនអូខេចាំមើល dashboard នេះអូខេវាមកហើយវាដូចអត់ទាន់ load កន្លែង display នេះមកដាក់ load late នៅតែចាំមើលតិចទៀតនឹង refresh នេះបើមានបញ្ហាយើងអាចចុចមើលឡើងបញ្ហានេះចុចមក click មកឃើញបញ្ហានេះ Windows Introducing វានឹងប្រាប់ពីបញ្ហាចុចលើវាមកយើងមានបញ្ហាវាប្រាប់យើងត្រូវវាទៅ sync ទៅចាំមើលវា load ចាញ់មកស្ទុះណាចុចហោយើង refresh យើងចូលមកកន្លែងក្រាបរបស់យើងនេះមកក្រាបយើងអាចមើលអីបានខ្លះមើល disk override មើល disk នេះ delete write utilization include spice វាដូចជាអត់ទាន់ចាប់អត់ទាន់ sync អត់ទាន់នេះបើវាឃើញបើវា sync គ្នាគឺវានឹងឃើញ load តាមអូនេះអូខេវា load មកមិញនេះ load មកហើយវា sync ហើយនេះយើងដាក់មកនេះនេះពណ៌បែបនេះគឺ total នេះ299ទៅពិត 100G ហើយពណ៌ក្រហមគឺអ្វីដែលយើងបានប្រើប៉ុណ្ណេះហើយ spice ដែលនៅមានគឺសល់ច្រើនដែរនេះ277អូខេបើសិនតែយើងប្រៀបធៀបមកមើលទៅលើជាក់ស្ដែង Windows របស់យើងមកមើល space វាត្រូវនឹងគ្នានេះ277ដែលវានៅសល់ space ហ្នឹងយើងប្រៀបធៀបរបស់យើងនេះ277នៅសល់អូខេត្រូវវាស៊ីងត្រូវហើយអាចមើលទៅលើ interface network ហ្នឹង connection ហ្នឹង graphic ហ្នឹង load and CPU អូខេមាន memory មានអីមាន slide usage អូខេខ្ញុំតែប៉ុណ្ណឹង
vậy là giờ bạn mời từ lực grab nhưng cho một lần dashboard điều đó muốn chọn cho những cái về lộ trình tờ và nhìn rồi tới về trên lên trên đâu data rồi dashboard nhưng mới khơi mà spy user grab một vía ok video nó happy với miền tại phần test từ monitor từ Windows Server vậy video top dương nâng thơ sẽ to nâng configuration từ Windows bây giờ mà Windows thằng này anh Windows Server video top nhưng nâng thơ từ Windows thằng nào bây giờ ok lấy video nó nhìn tại phần test